Ok, so saya tahu ni jangan sembarap ngai ni nyom mau baca bahan paper untuk tu cuma nombor itu bempel nak nong mục vị trí coi estimation bao nhiêuហើយមេរៀនទី7នេះគឺជាមេរៀនមួយដ៏សំខាន់ដែលតកតងជាមួយនឹងឲ្យបងប្អូនដឹងអំពីរបៀបនៃការកំណត់ទៅលើគេហៅថា management staff fee នៅក្នុងការងារ prelim អញ្ចឹងតកតងជាមួយនឹងមេរៀនមុនបងប្អូនប្រហែលជាបានច្បាស់ហើយតកតងជាមួយនឹងការងារ prelim វាគឺជាការងារដែលយើងត្រូវការរៀបចំការដ្ឋានក៏ដូចជាវាជាកញ្ចប់ទឹកលុកមួយដែលយើងត្រូវការធ្វើការកណនាឲ្យបានច្បាស់លាស់ព្រោះដោយសារវាប៉ះពាល់ដល់ទឹកលុយគម្រោងសាងសង់ហើយតើតើជាមួយនឹងការងារ prelim ខ្ញុំបានបញ្ជាក់តាំងពីមេរៀនមុនៗនេះថាយើងមានប្រភេទការងារច្រើនមែនទែនដែលយើងត្រូវការដាក់បញ្ចូលហើយក៏ដូចជាយើងត្រូវការសិក្សាវិភាគទៅលើតម្លៃដើម្បីទទួលបានកញ្ចប់ទឹកលុយមួយដែលមានភាពត្រឹមត្រូវអញ្ចឹងបើសិនជាយើងនិយាយអំពីការសិក្សាទៅលើតម្លៃនៃគម្រោងរបស់យើងដើម្បីយើងទទួលបាននៅទឹកលុយសាងសង់ថាគម្រោងយើងអត់ប្រមាណការងារសំខាន់4ដែលយើងត្រូវធ្វើការសិក្សាវិភាគហ្នឹងគឺយើងមានការងារ4សំខាន់គោលធំដែលទី1ហ្នឹងគឺយើងមានការងារ prelim ហ្នឹងហើយទី2យើងមានការងារជាប្រភេទការងារគ្រឿងបង្គុំដែលភាសាអង់គ្លេសយើងឲ្យឈ្មោះថាជាប្រភេទការងារ structure ហើយយើងមានជាប្រភេទការងារមួយទៀតជាប្រភេទការងារចុងបញ្ចប់ណាភាសាអង់គ្លេសយើងប្រើពាក្យ finishing work ហើយការងារមួយទៀតដែលជាការងារចុងក្រោយហើយបងប្អូនរៀនសំណង់គឺបងប្អូនអត់សូវជាចេះប្រហែលទេព្រោះដោយសារយើងរៀនខាងផ្នែកសំណង់អញ្ចឹងគឺជាប្រភេទការងារផ្នែកប្រព័ន្ធ MEP អញ្ចឹងតកតងជាមួយនឹងការពិសាបដាមុនខ្ញុំក៏បានបញ្ជាក់ប្រាប់បងប្អូនអំពីគោលការណ៍ខ្លះៗក៏ដូចជារបៀបនៃការកំណត់ទៅលើបរិមាណនៃការងាររបស់យើងណាតាំងពីការងារកាយដីរហូតដល់ការដែលយើងត្រូវការកណនាទៅលើការចាក់បំពេញដីក៏ដូចជាតកតងមួយនឹងរូបមន្តផ្សេងៗដែលយើងបានបញ្ជាក់ហើយអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាបានតាមដាននៅមេរៀនខ្ញុំដែលខ្ញុំបរៀនហ្នឹងធ្វើម៉េចត្រូវការ review ឡើងវិញបើសិនជាបងអត់បានច្បាស់ទេអញ្ចឹងបើសិនជាយើងនិយាយអំពី management staff fee ណាយើងនិយាយពី management staff fee បងត្រូវដឹងថាស្អីទៅដែលហៅថា management staff អញ្ចឹង management staff ហ្នឹងគឺផ្ដោតទៅលើគេហៅថាបុគ្គលិកថ្នាក់គ្រប់គ្រងការដ្ឋានអញ្ចឹងនៅក្នុងការដ្ឋានបងដឹងថាយើងត្រូវការបុគ្គលិកវិស្វករយើងត្រូវការផ្នែកច្រើនដើម្បីជួយ support ទៅលើគម្រោងសាងសង់របស់យើងដើម្បីធ្វើម៉េចឲ្យដំណើរការនៃការសាងសង់របស់យើងវាប្រព្រឹត្តទៅបានល្អអញ្ចឹងបើសិនជាយើងអត់មានជាបុគ្គលិកជាវិស្វករគ្រប់គ្រាន់ទេបងនឹងអាចឃើញបញ្ហាច្រើនមែនទែនព្រោះការគ្រប់គ្រងការងារជាពិសេសសម្រាប់គម្រោងធំគឺយើងត្រូវការគេហៅថាយើងត្រូវការមនុស្សច្រើនដើម្បីជួយ support ការងាររបស់យើងតាំងពីថ្នាក់ project manager រហូតដល់ថ្នាក់វិស្វករកម្រិតនៅក្រោមអញ្ចឹងទៅអញ្ចឹងបើសិនជាបងគិតថាតើយើងបានប្រាក់ខែបានលុយមកពីណាដើម្បីឲ្យប្រាក់ខែគាត់ប្រចាំខែនឹងព្រោះធម្មតា management staff គេហៅថាបុគ្គលិកថ្នាក់គ្រប់គ្រងនោះគឺគាត់ត្រូវការស៊ីប្រាក់ខែប្រចាំខែណាដូចបងពេលដែលបងរៀនចប់អញ្ចឹងបងទៅធ្វើជាវិស្វករការដ្ឋានអញ្ចឹងបងហ្នឹងឯងជាមានឈ្មោះថាជា management staff មានថាបងស្ថិតនៅក្នុងក្រុមនៃ management staff អញ្ចឹងគេឲ្យប្រាក់ខែបងហ្នឹងសួរថាគេបានលុយមកពីណាគម្រោងមួយហ្នឹងគឺបានមកអំពីពេលដែលយើងសិក្សាតម្លៃគម្រោងគឺគេត្រូវការគិតអំពីទឹកលុយគេហៅកញ្ចប់ទឹកលុយនៃប្រាក់ខែ management staff ចូលទៅក្នុងការងារ prelim អញ្ចឹងបានខ្ញុំលើកឡើងចំណុចហ្នឹងមកប្រៀនបងដើម្បីឲ្យបងយល់ថាប្រាក់ខែបុគ្គលិកហ្នឹងក៏ជាផ្នែកមួយដ៏សំខាន់ដែរដែលយើងត្រូវការដាក់វាបញ្ចូលទៅក្នុងកញ្ចប់ទឹកលុយនៃការងារ prelim ដើម្បីយើងទទួលបាននៅទឹកលុយនៃគម្រោងសាងសង់មួយដែលមានភាពត្រឹមត្រូវមានភាពសក្តិអញ្ចឹងទៅអញ្ចឹងបងយល់ណាថា management staff fee អញ្ចឹងយើងចូលទៅដល់មេរៀនរបស់យើងមានសំណួរមួយសួរថាតើធ្វើម៉េចដើម្បីយើងអាចកណនាទៅលើ management staff fee បានអញ្ចឹង fee នេះមានន័យថាម៉េចពួកយើង fee មានន័យថាគឺជាតម្លៃឬក៏តាក់ទងជាមួយនឹងទឹកលុយអញ្ចឹងបើយើងនិយាយពី fee បកប្រែខ្មែរយើងឲ្យចំគេថាប្រាក់ឈ្នួលឬក៏ប្រាក់ខែគេថា fee ហើយអញ្ចឹងប្រាក់ខែបុគ្គលិកថ្នាក់គ្រប់គ្រងតើយើងត្រូវធ្វើម៉េចដើម្បីយើងកណនាថាតើយើងគួរតែកណនាយើងត្រូវដាក់ទឹកលុយប្រមាណអញ្ចឹងវាអាស្រ័យទៅតាមអីខ្លះពួកយើងទី1គឺវាអាស្រ័យទៅតាមតើយើងមានបុគ្គលិកថ្នាក់គ្រប់គ្រងផ្នែកអីខ្លះដែលយើងត្រូវការដាក់បញ្ចូលហើយមួយទៀតយើងត្រូវដឹងអំពី rank ប្រាក់ខែសម្រាប់បុគ្គលិកកម្រិតវិស្វករការដ្ឋានកម្រិតប្រធានផ្នែកកម្រិត project manager អញ្ចឹងយើងត្រូវការដាក់តម្លៃមានថាប្រាក់ខែគាត់ប្រមាណអញ្ចឹងទៅហើយមួយទៀតយើងក៏ត្រូវដឹងពីចំនួននៃបុគ្គលិកហ្នឹងថាពេលណាដែលយើងត្រូវការដាក់បុគ្គលិកយើងនឹងចូលទៅក្នុងការគ្រប់គ្រងគម្រោងរបស់យើងព្រោះជាធម្មតាបងដឹងថាគម្រោងយើងមានចាប់ដើមភ្លាមយើងធ្វើការងារទាំងអស់ឯងយើងមានដំណាក់កាលធ្វើមុនគេដែលយើងត្រូវរៀបចំការដ្ឋានបន្ទាប់ពីយើងរៀបចំការដ្ឋានហើយយើងត្រូវមានការងារ structure បន្ទាប់ពីយើងមានការងារ structure ហើយយើងត្រូវមានការងារ finishing work ណាអញ្ចឹងអញ្ចឹងមានន័យថាពេលដែលយើងនិយាយពីការដាក់បុគ្គលិកចូលទៅក្នុងគម្រោងដើម្បីដឹកនាំការដ្ឋានយើងមានដាក់ម្ដងក្នុងពេលតែមួយទេគឺវាអាស្រ័យទៅតាមដំណាក់កាលនៃការសាងសង់របស់យើងថា
ពេលណាយើងធ្វើការអីអញ្ចឹងយើងត្រូវដាក់បុគ្គលិកទៅតាមមុខងារអញ្ចឹងទៅអញ្ចឹងមានន័យថាបើយើងនិយាយពីតកតងជាមួយនឹងប្រាក់ឈ្នួល management staff fee ក៏អត់ stable ដែរមានថាក៏វាអត់ស្ថិតនៅតម្លៃថេរដែរអញ្ចឹងវាអាចមានការឡើងចុះទៅតាមចំនួនមនុស្សដែលយើងប្រើប្រាស់ទៅតាមដំណាក់កាលនៃការសាងសង់អញ្ចឹងទៅអញ្ចឹងយើងត្រូវមាន schedule នៃការងារដើម្បីយើងដឹងថាពេលណាយើងធ្វើការងារអីហើយយើងត្រូវដាក់មនុស្សណាឲ្យត្រូវមុខងារជាមួយនឹងការងាររបស់យើងដើម្បីយើងអាចគេហៅថាដាក់មុខងារឲ្យត្រូវទំនួលខុសត្រូវឲ្យបានចំហើយយើងក៏អាចសន្សំសំចៃនៅទឹកលុយដែលយើងត្រូវការប្រើប្រាស់មនុស្សដែរអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងចូលទៅដល់មេរៀនរបស់យើងអញ្ចឹងសម្រាប់អ្វីដែលខ្ញុំនិយាយប្រហែលនាទីដំបូងនេះគឺដើម្បីឲ្យបងប្អូនដឹងអំពីការណែនាំអំពីមេរៀនទី7របស់យើងថា management staff fee in preliminary cost ហ្នឹងយើងផ្ដោតទៅលើអីអញ្ចឹងសង្ខេបមកមានន័យថាគឺជាការដែលយើងត្រូវការគិតកញ្ចប់ទឹកលុយសម្រាប់ប្រាក់ខែបុគ្គលិកថ្នាក់គ្រប់គ្រងក្នុងការដ្ឋានដែលយើងត្រូវការដាក់ដើម្បី support ដំណើរការសាងសង់របស់យើងអាហ្នឹងនិយាយដោយខ្លីអាហ្នឹងគោលបំណងនៃមេរៀនទី7របស់យើងអូខេអញ្ចឹងយើងចូលមកដល់មិញបងប្អូនបានស្គាល់អំពីនិយមន័យនៃ management staff fee អញ្ចឹងអញ្ចឹង management យើងស្គាល់អំពី management staff ហើយអញ្ចឹង management staff fee មានន័យថាគឺជាប្រភេទ cost ណាបងប្អូនឃើញខ្ញុំសរសេរដាក់ជាភាសាខ្មែរបន្តិចដើម្បីឲ្យបងអូនអាចងាយស្រួលក្នុងការយល់អញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ថា management staff fee គឺជាប្រភេទ cost មានថាវាគឺជាប្រភេទកញ្ចប់ទឹកលុយដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់បុគ្គលិកគ្រប់គ្រងក្នុងការដ្ឋានណាអញ្ចឹងទៅតាមដំណាក់កាលនៃការអនុវត្តការងារគម្រោងអញ្ចឹងកន្លែងនោះមានន័យថាយើងមិនបានដាក់ management staff ហ្នឹងគឺក្នុងពេលតែមួយទាំងអស់ទេព្រោះពេលដែលបងធ្វើការងារ structure បងត្រូវការបុគ្គលិកវិស្វករតែផ្នែក structure ទេយើងអត់ត្រូវការដាក់បុគ្គលិកវិស្វករផ្នែក finishing work ចូលទៅក្នុងហ្នឹងទេអញ្ចឹងវាធ្វើឲ្យយើងអស់លុយច្រើនអញ្ចឹងព្រោះយើងអត់ត្រូវការបុគ្គលិកផ្នែកវិស្វករ finishing work ផងស្រាប់តែយើងទៅឲ្យគាត់ចូលទៅក្នុងដំណាក់កាលធ្វើ structure ដែរអញ្ចឹងមានថាដូចយើងឲ្យគាត់ទៅអង្គុយលេងអញ្ចឹងអាហ្នឹងគឺជាការដែលយើងមិនសន្សំសំចៃទេសម្រាប់ការធ្វើបែបហ្នឹងអញ្ចឹងយើងគិតចាប់ពីណាពួកយើងបើយើងនិយាយពីទឹកលុយកញ្ចប់ management staff fee ហ្នឹងគឺយើងត្រូវគិតចាប់ពីពេលដែលយើងបើកការដ្ឋានព្រោះពេលដែលយើងចាប់ផ្ដើមបើកការដ្ឋានរៀបចំការដ្ឋានដូចជាការហុំព័ទ្ធរបស់ការដ្ឋានយើងត្រូវការវិស្វករដើម្បី support ការងារអីអញ្ចឹងមានន័យថាយើងត្រូវការប្រើប្រាស់ទឹកលុយតាំងពីពេលដែលយើងរៀបចំការដ្ឋានឬក៏ចាប់ពីពេលដែលយើងបើកការដ្ឋានរហូតដល់គម្រោងយើងត្រូវបានបញ្ចប់ឬក៏យើងបិទបញ្ចប់គម្រោងអញ្ចឹងយើងត្រូវដឹងថាដំណាក់កាលក្នុងចន្លោះពេលយើងបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងហ្នឹងតើយើងត្រូវការបុគ្គលិកថ្នាក់គ្រប់គ្រង management staff ហ្នឹងផ្នែកណាខ្លះណាអញ្ចឹងបងប្អូនមួយចំនួនដែលបងប្អូនចុះការដ្ឋានធ្វើការមានបទពិសោធន៍បងប្អូនក៏ធ្លាប់ឃើញដែរថាតកតូចជាមួយនឹងការដាក់មនុស្សក្នុងដំណាក់កាលសាងសង់គេមានបែបផែនរបស់គេមានរបៀបរបស់គេអាហ្នឹងបើសិនជាបងប្អូនចូលទៅក្នុងប្រភេទក្រុមហ៊ុនដែលមានលក្ខណៈជាគេមានស្តង់ដារត្រឹមត្រូវអញ្ចឹងទៅអូខេអានេះគឺជាយ៉ាក្រាមមួយដែលខ្ញុំរំលឹកបងប្អូនឡើងវិញហើយបងប្អូនដឹងថាធម្មតាគម្រោងវាមានពេលចាប់ផ្ដើមបើកការដ្ឋានហើយវានឹងមានពេលបញ្ចប់បិទការដ្ឋានហើយប៉ុន្តែអញ្ចឹងសុទ្ធតែនៅចន្លោះហ្នឹងយើងត្រូវការប្រើប្រាស់ management staff ណាខ្លះប្រភេទអីខ្លះអញ្ចឹងឯងពួកយើងកាលពីមេរៀនមុនយើងបានបញ្ជាក់ពីរចនាសម្ព័ន្ធឬក៏ឋានៈនុក្រមនៃបុគ្គលិកថ្នាក់គ្រប់គ្រងដែលយើងត្រូវការដាក់ដើម្បីជួយ support ការងារបងប្អូនមានចាំទេពួកយើងមានតាំងពី project manager មានតាំងពីប្រធានផ្នែកប្រធានផ្នែកហ្នឹងយើងមានតាំងពីណាគេខ្លះមានតាំងពីប្រធានផ្នែក QAQC មានតាំងពីប្រធានផ្នែក construction មានតាំងពីប្រធានផ្នែកបច្ចេកទេសអញ្ចឹងអាហ្នឹងសិតតែជាអ្វីដែលយើងត្រូវការដើម្បីដាក់ជួយ support គម្រោងរបស់យើងអញ្ចឹងទៅអញ្ចឹងនៅចន្លោះពេលហ្នឹងគឺយើងត្រូវដឹងថាដំណាក់កាលនៃការសាងសង់យើងត្រូវការក្នុងចន្លោះហ្នឹងមានន័យថាចាប់ពីពេលដែលយើងបើកការដ្ឋានរហូតដល់បិទបញ្ចប់ការដ្ឋានហ្នឹងតើយើងត្រូវការមនុស្សប្រមាណអ្នកអញ្ចឹងតកតងជាមួយនឹងការគណនាទឹកលុយសម្រាប់ប្រាក់ខែបុគ្គលិក management staff វាពាក់ព័ន្ធជាមួយនឹងការដែលយើងត្រូវដឹងថាតើគម្រោងនឹងត្រូវការរយៈពេលប្រមាណដើម្បី complete ដើម្បីបញ្ចប់អញ្ចឹងនៅក្នុងមេរៀនផ្នែក construction management បងប្អូនក៏បានដឹងដែរពីរបៀបនៃការដែលយើងត្រូវការវេតម្លៃមានន័យថាយើងត្រូវការ estimate ទៅលើ duration total នៃគម្រោងមួយចាប់ពីពេលដែលយើង start ការងាររហូតដល់បិទបញ្ចប់គម្រោងអញ្ចឹងយើងត្រូវការប្រើប្រាស់រយៈពេលប្រមាណអញ្ចឹងអញ្ចឹងតើតើជាមួយនឹង total duration គឺវា based ទៅលើ schedule ដែលយើងរៀបចំអញ្ចឹងបងប្អូនត្រូវចេះលម្អិតទៅលើ schedule របស់យើងអាហ្នឹងបងប្អូននឹងអាចដឹងថាតើគម្រោងយើងត្រូវការ CP ប៉ុណ្ណាអញ្ចឹងការកណនាទឹកលុយកញ្ចប់ management staff fee ក៏វាពាក់ព័ន្ធជាមួយនឹង total duration មានថារយៈពេលសរុបនៃការសាងសង់របស់យើងដែរអញ្ចឹងតកតងជាមួយនឹង management ដើម្បីបងប្អូនអាចកណនាទៅលើទឹកលុយកញ្ចប់ទឹកលុយនៃ management staff fee បានបងប្អូនត្រូវចងចាំថាយើងត្រូវតែមានការរៀបចំទៅលើ management staff plan អញ្ចឹង management staff plan មានន័យថាម៉េចពួកយើងគឺជាផែនការបុគ្គលិកថ្នាក់គ្រប់គ្រងដែលយើងត្រូវការរៀបចំដាក់ដើម្បីជួយ support ការងារគម្រោងដែលយើងគិតចាប់តាំងពីពេលដែលយើងបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងហ្នឹងគេហៅថា management staff plan ហើយតើយើងត្រូវការមនុស្សចំនួនប្រមាណអ្នកហើយកាន់តួនាទីស្អីគេខ្លះណានៅក្នុងដំណាក់កាលនីមួយៗអាហ្នឹងគេហៅថា management staff plan អូខេជាទូទៅបងប្អូនដឹងហើយថា
បន្ទាប់ពីយើងចាប់ផ្ដើមបើកការដ្ឋានការងារដំបូងដែលយើងត្រូវធ្វើមុនគេគឺការងារ structure ហើយណាចឹងការងារគ្រឿងបង្គុំហើយការងារគ្រឿងបង្គុំធម្មតាវាមានពេលបញ្ចប់របស់វាអញ្ចឹងក្នុងចន្លោះពេលដែលយើងចាប់តាំងពីពេលដែលយើងបើកការដ្ឋានរហូតដល់បញ្ចប់ការងារគ្រឿងបង្គុំអញ្ចឹងយើងត្រូវការបុគ្គលិកថ្នាក់គ្រប់គ្រងផ្នែកណាខ្លះអញ្ចឹងបងប្អូនត្រូវចេះធ្វើ management staff plan នៅក្នុងរយៈពេលហ្នឹងនៅក្នុងចន្លោះពេលហ្នឹងអញ្ចឹងហើយតើតើជាមួយនឹងការងារ finishing work ខ្ញុំធ្លាប់បានបញ្ជាក់បងប្អូនថា finishing work យើងអត់ចាំរហូតទៅដល់ការងារគ្រឿងបង្គុំបញ្ចប់អញ្ចឹងមានន័យថាពេលណាដែលយើងមានទីតាំងយើងមានតំបន់ដែលយើងអាចចូលការងារ finishing work បានគឺយើងត្រូវចាប់ផ្ដើមធ្វើការងារ finishing work ឯងបងប្អូនឃើញទេដូចនេះអញ្ចឹងមានន័យថាពេលដែលយើងការងារ structure វាត្រូវចប់នៅក្រោយនេះទេប៉ុន្តែនៅពេលដែលយើងសម្រេចការងារ structure បានខ្លះហើយយើងអាចចាប់ផ្ដើមការងារ finishing work បានឃើញទេអញ្ចឹងពេលណាដែលយើងចាប់ផ្ដើមធ្វើការងារ finishing work យើងត្រូវការវិស្វករ support ការងារ finishing work ឯងព្រោះដោយសារយើងអត់អាចដកវិស្វករផ្នែក structure មកកាន់ឲ្យគាត់ត្រួតពិនិត្យមើលទៅលើការងារ structure ផងការងារ finishing work ផងឯងព្រោះគាត់ធ្វើការងារតាមម្នាក់ឯងច្រើនមុខងារពេកអញ្ចឹងគាត់អត់អាចបដោតទេអញ្ចឹងលទ្ធផលការងារគឺយើងអត់សូវជាមានដែរអញ្ចឹងតើតើជាមួយនឹងការគ្រប់គ្រងបែបត្រឹមត្រូវគេប្រើប្រាស់មនុស្សគេអត់ចូលចិត្តប្រើប្រាស់មនុស្សបែបច្បុកច្បល់លេីឡំគ្នាទេអញ្ចឹងគេត្រូវមានវិស្វករឲ្យបានគ្រប់គ្រាន់អញ្ចឹងបានកន្លែងហ្នឹងខ្ញុំចង់បរៀនបងប្អូននឹងឲ្យចេះអំពីការសិក្សាវិភាគក៏ដូចជាឲ្យបងប្អូនត្រូវចេះគិតគូរអំពីការដាក់បុគ្គលិកថ្នាក់គ្រប់គ្រងដើម្បីឲ្យយើងមានចំនួនមនុស្សគ្រប់គ្រាន់ទៅតាមមុខងារអញ្ចឹងថ្ងៃក្រោយពេលដែលបងប្អូនគ្រប់គ្រងគម្រោងក៏បងប្អូនអត់សូវជាមានការលំបាកដែរហើយជាទូទៅបងប្អូនដឹងថាស្អីក៏ដោយវាមានពេល start វាមានពេលបញ្ចប់ដូច structure អញ្ចឹងវាមានពេល start វាមានពេលបញ្ចប់ finishing work ក៏ដូចគ្នាវាមានពេល start វាក៏មានពេលបញ្ចប់តែអញ្ចឹងចំណុចនេះគឺជាចំណុចដែលខ្ញុំដាក់ថាបញ្ចប់ការងារ finishing work អញ្ចឹងចន្លោះពេលដែលយើងចាប់ផ្ដើមធ្វើការងារ finishing work លោទៅដល់បញ្ចប់ការងារ finishing work អាហ្នឹងហើយគឺជាចន្លោះពេលដែលយើងត្រូវការបុគ្គលិកថ្នាក់គ្រប់គ្រងផ្នែកវិស្វករណាខ្លះដែលយើងត្រូវការដាក់ចូលអញ្ចឹងទៅហើយបងឃើញនៅចន្លោះបន្តិចនេះបន្ទាប់ពីការងារ finishing work បញ្ចប់ហើយមុនពេលដែលយើងបិទចប់គម្រោងគឺយើងមានចន្លោះតូចមួយចន្លោះពេលតូចមួយដែលយើងត្រូវការកែលម្អទៅលើផ្នែកគុណភាពដែលយើងមានបញ្ហាក្នុងអំឡុងពេលនៃការសាងសង់ដែលយើងប្រើពាក្យថា defects អញ្ចឹងចន្លោះពេលហ្នឹងបើយើងនិយាយទៅការងារយើងវា ready វាបញ្ចប់សឹងតែ 100% ទេប៉ុន្តែតើតើមួយការកែលម្អទៅលើគុណភាពយើងត្រូវការវិស្វករដើម្បី stand by ដើម្បីជួសជុលដើម្បីមើលការខុសត្រូវទៅលើការកែគុណការងារមុនពេលដែលយើងប្រគល់គម្រោងឲ្យម្ចាស់គម្រោងដែរអញ្ចឹងមានថានៅចន្លោះតូចមួយហ្នឹងក៏យើងត្រូវការវិស្វករដែរបងឃើញអត់អញ្ចឹងអាហ្នឹងហើយជាបែបផែនដែលយើងត្រូវការវិភាគពីដំណាក់កាលនៃការសាងសង់ក៏ដូចជាយើងត្រូវចេះធ្វើពី management staff plan ហើយកាលណាបងចេះធ្វើ management staff plan បងក៏អាចកណនាទៅលើទឹកលុយកញ្ចប់ទឹកលុយនៃការងាររបស់យើងថាមកកញ្ចប់ការងារតើតើមួយនឹងប្រាក់ខែបុគ្គលិកដើម្បីបញ្ចប់គម្រោងនឹងយើងត្រូវការប្រើប្រាស់ប្រមាណអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាបានយល់អំពីអ្វីដែលខ្ញុំបានបញ្យល់នៅក្នុង slide presentation ទី2នេះអញ្ចឹង management staff ពួកយើងណាគេខ្លះអញ្ចឹងនៅក្នុងនេះខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនមានតាំងពីបច្ចេក manager ក៏ស្ថិតក្នុង management staff ដែរណាគេទៀតពួកយើងប្រធានផ្នែកបងប្អូនមានចាំទេប្រធានផ្នែកយើងមានប្រមាណពួកយើងនៅក្នុងមេរៀន construction management ខ្ញុំបានធ្លាប់បញ្ជាក់បងប្អូនថាប្រធានផ្នែកយើងមានតាំងពីប្រធានផ្នែកបច្ចេកទេសយើងមានប្រធានផ្នែក construction យើងមានប្រធានផ្នែក QA/QC យើងមានប្រធានផ្នែក QS ហើយយើងមានប្រធានផ្នែក HSE ហើយក៏ដូចជាយើងមានប្រធានផ្នែកprocurement អញ្ចឹងយើងមានប្រធានផ្នែកច្រើនណាស់នៅក្នុងការដ្ឋានអញ្ចឹងសិតតែជា management staff ហើយព្រោះអ្នកទាំងអស់ហ្នឹងគឺគាត់ជួយ support ការងារទាំងអស់ហើយនៅក្រោម management នៅក្រោម section manager ប្រធានផ្នែកហ្នឹងយើងមានជាប្រភេទវិស្វករដូចពេលដែលបងប្អូនរៀនចប់បងប្អូនទៅ apply ការងារជា QS ឬក៏ជាអ្នកគូប្លង់ឬក៏ជាវិស្វករការដ្ឋានអញ្ចឹងបងប្អូនមានស្ថិតក្នុងកម្រិត section manager ទេណាបងប្អូនស្ថិតនៅក្នុង engineering staffអញ្ចឹង engineering staff ហ្នឹងក៏ស្ថិតនៅក្នុង management staff ដែរមានថាបងប្អូនក៏ស្ថិតនៅក្នុងគេហៅបុគ្គលិកថ្នាក់គ្រប់គ្រងដែរព្រោះបងប្អូនជួយ support ការងារបងប្អូនត្រូវការគ្រប់គ្រងត្រូវការតាមដានអញ្ចឹងបងប្អូនមិនមែនជាជាងមិនមែនជាកម្មករទេមានថាបងប្អូនស្ថិតក្នុង management staff អូខេនៅក្រោមវិស្វករបើសិនជាក្រុមហ៊ុនខ្លះធំគេមានជាប្រភេទ foreman អញ្ចឹង foreman ហ្នឹងមានន័យថាឲ្យពួកយើងមានន័យថាមេការអញ្ចឹងគេមានមេការមានអីដើម្បីជួយ support អញ្ចឹងទៅណាអាហ្នឹងក៏ស្ថិតនៅក្នុង management staff ដែរបងត្រូវបែងចែកឲ្យដាច់រវាង management staff ហើយជាមួយនឹង labor ឬក៏ manpower ពួកយើង labor ឬក៏ manpower ពាក្យពីរនេះយើងប្រើបានដូចគ្នាដែលភាសាខ្មែរយើងបកប្រែថាជាកម្លាំងពលកម្មអញ្ចឹង management staff ពួកយើង management staff មិនមែនជាកម្លាំងពលកម្មទេគាត់គឺជាបុគ្គលិកថ្នាក់គ្រប់គ្រងអញ្ចឹងពេលដែលបងប្អូនរៀនថ្នាក់បច្ចេកទេសបានបញ្ញាបត្រមួយបងប្អូនចេញទៅធ្វើការបងប្អូនមិនមែនជាជាងទេបងប្អូនមិនមែនជាកម្លាំងពលកម្មទេគឺបងប្អូនស្ថិតនៅក្នុងបុគ្គលិកថ្នាក់គ្រប់គ្រងប៉ុន្តែសុទ្ធតែ labor ឬក៏ manpower ណាគេជាងពួកយើងមានជាង daily worker មានណាគេទៀតពួកយើងមានជា subcontractor អាហ្នឹងគេថាជាកម្លាំងពលកម្មអញ្ចឹងបងប្អូនមិនមែនជាជាងមិនមែនជាកម្លាំងពលកម្មទេបងប្អូនគឺជាបុគ្គលិកថ្នាក់គ្រប់គ្រងដែលត្រូវការប្រើប្រាស់
គេថាការគ្រប់គ្រងឲ្យបានត្រឹមត្រូវត្រូវចេះដឹកនាំត្រូវចេះចាត់ចែងឃើញទេអញ្ចឹងអាហ្នឹងជាទូនីតិរបស់បងប្អូនថ្ងៃក្រោយពេលដែលបងប្អូនចេញទៅធ្វើការអូខេអញ្ចឹងកន្លែងហ្នឹងបងប្អូនយល់ហើយអញ្ចឹង management staff plan គឺជាការរៀបចំចំនួនបុគ្គលិកការដ្ឋានអញ្ចឹងយើងត្រូវដឹងថាបុគ្គលិកការដ្ឋានរបស់យើងត្រូវការប្រមាណទៅតាមមុខងារណាអញ្ចឹងត្រូវដាក់ឲ្យទៅមុខងារទៀតហើយតម្រូវការនីមួយៗទៅតាមដំណាក់កាលនៃការសាងសង់អញ្ចឹងយើងដាក់មនុស្សឲ្យត្រូវតាមដំណាក់កាលឲ្យទៅមុខងារទៀតអញ្ចឹងអាហ្នឹងគេថា management staff fee ពួកយើងតើតើមួយការរៀបចំ management staff fee វា based ទៅលើការរៀបចំទៅលើ master schedule អញ្ចឹងក៏យើងមាន master schedule អញ្ចឹងឯងពួកយើងបានយើងដឹងថាគម្រោងយើង start ពេលណាបញ្ចប់ពេលណាគម្រោងយើងធ្វើការងារ structure ចាប់ពីពេលណាដល់ពេលណា finishing work ចាប់ពីពេលណាដល់ពេលណា MEP ចាប់ពីពេលណាដល់ពេលណាតើតើយើងមាន master schedule បានដឹងពីដំណាក់កាលនៃការសាងសង់បានយើងអាចរៀបចំ management staff plan បានអញ្ចឹងបាននៅក្នុងនេះខ្ញុំដាក់ថាការរៀបចំ master schedule គឺមានការចាំបាច់ដើម្បីអាចកំណត់បានថាគម្រោងត្រូវការប្រើប្រាស់រយៈពេលប៉ុន្មានហើយរយៈពេលប៉ុន្មានដើម្បីបញ្ចប់ការរៀបចំ management staff plan គឺអាស្រ័យទៅនឹង master schedule ឃើញទេដើម្បីកំណត់នៅចំនួនបុគ្គលិកឬក៏វិស្វករហ្នឹងទៅតាមដំណាក់កាលនៃការអនុវត្តការងារការដ្ឋានអញ្ចឹងទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំមានជាគម្រោងមួយដែលយើងប្រើប្រាស់រយៈពេលប្រមាណឥឡូវទៅថាយើងមានគម្រោងមួយដែលយើងប្រើប្រាស់រយៈពេលអានេះគឺជារយៈពេលដែលយើងត្រូវការប្រើប្រាស់បងប្អូនឃើញមានឆ្នាំ2024 2025 2026អញ្ចឹងគម្រោងយើងអានេះខ្ញុំបានគូសជា table មួយអានេះឆ្នាំ2024អញ្ចឹងឆ្នាំ2024បងប្អូនឃើញថាយើងមាន12ខែអញ្ចឹងបងប្អូនឃើញនេះអានេះខែទី1ខែទី2ខែទី3រហូតដល់ខែទី12ហើយ2015យើងមាន12ខែដែរខ្ញុំដាក់ពីខែទី1ដល់ខែទី12ហើយសម្រាប់2026គឺខ្ញុំដាក់ត្រឹមខែទី4ទេណានៃខែទី1នៃខែទី2នៃខែទី3នៃខែទី4អញ្ចឹងទៅអញ្ចឹងតាក់ទងជាមួយនឹងគម្រោងនេះខ្ញុំឧទាហរណ៍ថាយើងបញ្ចប់ការងារ finishing work របស់យើងដែលខ្ញុំដាក់ថា finish practical completion work មានថាយើងបញ្ចប់ទាំងការងារ structure ទាំងការងារ finishing work ឥឡូវទៀតថាខ្ញុំបញ្ចប់នៅខែ9អ្នកបងប្អូនឃើញខ្ញុំគូបន្ទាត់មួយចំខែ9មានថាចុងខែ9 2025អាហ្នឹងគឺជាដំណាក់កាលដែលយើងបញ្ចប់ការងារទាំង structure ទាំងការងារ finishing work ទាំងការងារ MEP យើងបញ្ចប់ការងារដំឡើងទាំងការងារ structure ទាំងការងារ finishing work ទាំងការងារ MEP ភាសាបច្ចេកទេសគេប្រើពាក្យថា finish practical completion work អញ្ចឹងតើតើជាមួយនឹងខ្ញុំសន្មតថាខែ12មានថាចុងខែ12 4ខែនេះចុងខែ12ឆ្នាំ2025នេះខ្ញុំសន្មតថាជាការបរិច្ឆេទដែលយើងត្រូវការប្រគល់គម្រោងឲ្យម្ចាស់សំណង់អញ្ចឹងនេះខ្ញុំប្រើពាក្យថា handover បងឃើញអត់ handover អញ្ចឹងចន្លោះពេលនេះចន្លោះពីខែ10ទៅខែ12នេះគឺជាចន្លោះពេលដែលយើងត្រូវការកែលម្អទៅលើគុណភាពហើយជាពិសេសហ្នឹងគឺយើងត្រូវការកែលម្អទៅលើផ្នែកគុណភាពការងារ finishing work ហើយជាមួយនឹងការងារប្រព័ន្ធ MEP ព្រោះ structure ធម្មតាយើងអត់មកកែចុងក្រោយអញ្ចឹងទេណាយើងកែចុងក្រោយធ្វើម៉េចព្រោះ structure យើងធ្វើតាំងពីដើមមកអញ្ចឹងត្រូវខុសអីត្រូវកែកុនអីគេកែកុនពីមុនទៅហើយអូខេអញ្ចឹងទាំងអស់គ្នាតាក់ទងជាមួយនឹងធម្មតាបងដឹងទេថាយើងចាប់ដើម start ដំបូងគឺការងារ structure work គឺយើងត្រូវការធ្វើមុនគេហើយចឹងឯងពួកយើងអ្នក structure work ឥឡូវខ្ញុំមកទាថាការងារ structure work យើងធ្វើរយៈពេល8ខែយើង start ពីខែ1រហូតដល់ខែ8ឆ្នាំ2024បងឃើញខ្ញុំគូរបាអញ្ចឹងអត់តំណាងឲ្យការងារ structure អញ្ចឹងការងារ finishing work ឬក៏ការងារស្ថាបត្យកម្មបងខ្ញុំដាក់ RRC work នេះមានថាសំដៅទៅលើការងារស្ថាបត្យកម្មឬក៏ការងារ finishing work អញ្ចឹងខ្ញុំធ្លាប់បញ្ជាក់ប្រាប់បងអូនថាយើងមិនចាំបាច់ទៅដល់ការងារ structure ចប់ទេយើងអាច start ការងារ finishing work នៅពេលដែលយើងមានទីតាំងយើងមានតំបន់ដែលយើងអាចដំឡើងបានអញ្ចឹងខ្ញុំ suppose ថាយើង start ការងារស្ថាបត្យកម្មគឺនៅខែ5ហើយយើងបញ្ចប់នៅខែប៉ុន្មានពួកយើងគឺយើងត្រូវការបញ្ចប់នៅខែ9ព្រោះដោយសារយើងកំណត់ practical completion work យើងគឺនៅក្នុងខែ9អញ្ចឹងការងារស្ថាបត្យកម្មក៏ត្រូវតែចប់ក្នុងខែ9ដែរហើយសម្រាប់ការងារ MEP ពួកយើងការងារ MEP យើងអាចនិយាយបានថាការងារ MEP វាអាច start មុនការងារស្ថាបត្យកម្មបន្តិចឬក៏ការងារចុងបញ្ចប់បន្តិចព្រោះធម្មតាការងារ MEP ខ្លះយើងអាចដើរមុនការងារស្ថាបត្យកម្មតែយើងដើរមុនតែបន្តិចទេអញ្ចឹងបានខ្ញុំគូសនេះណាខ្ញុំគូសរៀង start មុនបន្តិចទៅតែថាស្ថាបត្យកម្មយើង start ខែ5ប៉ុន្តែការងារ MEP យើង start ខែប៉ុន្មានពួកយើងគឺយើង start ខែ4ហើយខ្ញុំបញ្ចប់រៀង late តិចគឺខ្ញុំបញ្ចប់នៅខែ11ឆ្នាំ2025មានថាយើងត្រូវការបញ្ចប់មុនពេលដែលយើង handover ឲ្យម្ចាស់សំណង់ពួកយើង handover នេះមានន័យថាបកគលគម្រោងឲ្យម្ចាស់សំណង់ណាបកគលទទួលឲ្យម្ចាស់សំណង់អូខេអញ្ចឹងនេះគេហៅថា schedule អញ្ចឹងពួកយើង schedule គាត់ថាបើយើងនិយាយពី master schedule មកវាត្រូវលម្អិតនៅក្នុង schedule យើងត្រូវមានសកម្មភាពការងារតូចៗតាមផ្នែកអញ្ចឹងទៅដោយបងប្អូនបានរៀននៅក្នុងផ្នែក construction management ខ្ញុំបាន
បង្ហាញបងអូនពីកម្មវិធី Microsoft Project ដែលឲ្យបងអូនចេះពីរបៀបនៃការធ្វើ schedule បានខ្លះហើយអញ្ចឹងយើងត្រូវដឹងអាហ្នឹងដើម្បីយើងទទួលបាននៅការធ្វើ management staff plan បានត្រឹមត្រូវហើយកាលណាយើងអាចធ្វើ management staff plan បានត្រឹមត្រូវយើងក៏អាចកណនាទឹកលុយកញ្ចប់ប្រាក់ខែបុគ្គលិកហ្នឹងបានត្រឹមត្រូវដូចគ្នាអូខេយើងបន្តទៅមុខទៀតទាំងអស់គ្នាអញ្ចឹងតើតើជាមួយនឹងការងារ defects ណា defect មានន័យថាការងារកែលម្អការងារជួសជុលហ្នឹងគឺខ្ញុំ support ថាយើងសេរយៈពេល3ខែវាគ្រាន់តែជាការឧទាហរណ៍ខ្ញុំមួយទេថ្ងៃក្រោយគម្រោងតាក់ស្ដែងរបស់បងអូនវាអាស្រ័យទៅតាមទំហំនៃគម្រោងរបស់បងអូនអញ្ចឹងកែគុណរយៈពេលប៉ុន្មានយើងត្រូវចេះគិតគូរពិចារណាខ្លួនឯងអូខេពួកយើងអញ្ចឹងតាក់ទងនឹងចំណុចបន្តមកទៀតអញ្ចឹងនេះគេហៅថា schedule ហើយអញ្ចឹងបងឃើញថាធម្មតាពួកយើងឥឡូវខ្ញុំដាក់លេខនេះមានន័យថាសំដៅទៅលើតាក់ទងជាមួយនឹងការងារសំទោសអាលេខដែលខ្ញុំដាក់នេះគឺសំដៅទៅលើចំនួនបុគ្គលិកដែលយើងត្រូវការប្រើគ្រាន់តែជាឧទាហរណ៍សិនណាពួកយើងអញ្ចឹងឥឡូវខ្ញុំមកទៀតថាការងារ structure យើងត្រូវការវិស្វករទាំងអស់មានថាមានតែវិស្វករការដ្ឋាននេះមានថាtotal staff មានថាចំនួនសរុបនៃបុគ្គលិកថ្នាក់គ្រប់គ្រងយើងទៀតថាយើងធ្វើការងារ structure យើងត្រូវការ8នាក់ចាប់ផ្ដើមពីយើង start មកអញ្ចឹងរហូតទៅដល់ចប់ការងារ structure យើងត្រូវការ8នាក់បងឃើញព្រោះការងារ structure យើង start ពីខែ1យើងបញ្ចប់នៅខែ8អញ្ចឹងមានថារយៈពេល8ខែហ្នឹងយើងត្រូវការប្រើប្រាស់បុគ្គលិកក្នុងបរិមាណទេយើងអាចដកបុគ្គលិកដំណើរការទេចឹងហ៎ប៉ុន្តែបងឃើញចាប់ពីខែ8ចាប់ពីដើមខែ9ទៅការងារ structure ចប់ហើយអញ្ចឹងមានថាយើងអត់ត្រូវការបុគ្គលិកច្រើនទៀតទេអញ្ចឹងវិស្វករការដ្ឋានផ្នែក structure យើងអាចដកគាត់ចេញបានទេចឹងអត់អញ្ចឹងយើងដកគាត់មិនតែថាយើងដកបុគ្គលិកតែថាពេលខ្លះយើងដកវិស្វករម្នាក់2នាក់ចេញចឹងទៅអញ្ចឹងមានថាចំនួនបុគ្គលិកយើងកាត់បន្ថយហ៎អញ្ចឹងបានកន្លែងនេះចាប់ពីខែ9ទៅបងឃើញខ្ញុំដាក់ចំនួនបុគ្គលិកវាកាត់បន្ថយអញ្ចឹងទៅណាអញ្ចឹងកាត់បន្ថយណាអញ្ចឹងកាត់បន្ថយរហូតដល់ការងារfinishing work យើងបញ្ចប់បងឃើញទេអញ្ចឹងដល់ពេលការងារ finishing work យើងបញ្ចប់យើងកាន់តែអាចកាត់បន្ថយបុគ្គលិកបានទៀតទេឃើញទេយើងទុកតែ2នាក់អីទៅបានទេព្រោះពេលដែលយើងចប់ការងារស្ថាបត្យកម្មយើងត្រូវការកែលម្អយើងអត់ត្រូវការបុគ្គលិកច្រើនទេអញ្ចឹងមានន័យថាយើងអាចដកបុគ្គលិកបានទៀតទេបងឃើញអញ្ចឹងបើសិនជាបងមើលតែប៉ុណ្្នឹងបងឃើញថាសម្រាប់ចំនួនបុគ្គលិកថ្នាក់គ្រប់គ្រងណា management staff គឺអត់រក្សាតម្លៃទេវាអាស្រ័យទៅតាមដំណាក់កាលនៃការសាងសង់ណាអូខេអញ្ចឹងនៅក្នុងនេះទាំងអស់គ្នាយើងនិយាយនេះគឺយើងនិយាយពីបុគ្គលិកផ្នែកការងារ structure មានថាបុគ្គលិកដែលយើងដាក់តាក់ទងមួយការងារ structure តទៅពេលតាក់ទងជាមួយនឹងផ្នែកពេលដែលយើងចាប់ផ្ដើម start ការងារស្ថាបត្យកម្មគេថាពេលយើងចាប់ផ្ដើមរៀបអិតមកដល់ហើយពេលដែលបងចាប់ផ្ដើមរៀបអិតមកដល់ទៅមិនពួកយើងគឺយើងត្រូវចាប់ផ្ដើមមានវិស្វករផ្នែកfinishing work ដើម្បីចូលមកហើយអញ្ចឹងពេលហ្នឹងបងឯងត្រូវថែមបុគ្គលិកនេះបងឃើញអញ្ចឹងការងារស្ថាបត្យកម្មយើងត្រូវការ4នាក់អ្នកបងឃើញនេះយើង finishing work ចូលមកដល់យើងត្រូវការបុគ្គលិកថែម4នាក់ទៀតអញ្ចឹង4នាក់រហូតបងឃើញ4នាក់រហូតអញ្ចឹងទៅហើយបងឆ្ងល់តាមមិនបានលោកគ្រូខែ9មិនបានយើងត្រូវការបុគ្គលិកច្រើនរហូតដល់8នាក់តាក់ទងមួយការងារ finishing work ដោយសារពួកយើងការងារ finishing work កាលណាយើងធ្វើទៅមុខទៀតវាកាន់តែច្រើនដំបូងបងមិនបាច់ចាំតន់ដាក់វិស្វករផ្នែក finishing work ច្រើនទេព្រោះយើងមានតែការងាររៀបអិតឬក៏ការងារបូកជាងប៉ុន្តែបន្ទាប់ពីបងបូកជាងហើយការងារ finishing work ចាប់ផ្ដើមកើនហើយយើងមានតាំងពីការងាររៀបការ៉ូមានតាំងពីការងារតាក់ទងមួយពិដានតាំងពីការងារទ្វារប្អួយអញ្ចឹងមានថាចំនួនបុគ្គលិកវាត្រូវការកើនអញ្ចឹងទៅឃើញអាហ្នឹងខ្ញុំគាត់តែប្រាប់ concept ឲ្យបងចេះពីរបៀបនៃការដែលយើងត្រូវការធ្វើ management staff plan អាហ្នឹងបើយើងគិតលុយចេញមិនយើងចិត្តតែដាក់10នាក់20នាក់ចាប់តាំងពីពេលបើការដ្ឋានរដ្ឋបាត់បញ្ចប់គម្រោងយើងដាក់ទេណាអត់អាចដាក់ទេចឹងបានទេដូច MVP អញ្ចឹងគេមានចំនួនមនុស្ស MVP អញ្ចឹងទៅហើយពេលដែលបងកែការងារកែក៏បងត្រូវការមានអីគេបងក៏ត្រូវការមានវិស្វករមានមនុស្សដើម្បីជួយ support ការងារនឹងដែរអញ្ចឹងអានេះវាបើសិនជាបងមើលក្នុង diagram នេះបងឃើញថាទី1យើងត្រូវមាន master schedule សិនដើម្បីយើងដឹងថាការងារយើងផ្នែកធំនីមួយៗហ្នឹង start ពេលណាបញ្ចប់ពេលណាការងារផ្នែកធំហ្នឹងហើយថ្ងៃក្រោយពេលដែលបងធ្វើ schedule បងនឹងលម្អិតជាងអ្វីដែលខ្ញុំនិយាយនឹងទៀតមានថាយើងត្រូវចាប់ដើមតាំងពីការងារ prelim work ប៉ុន្តែនេះខ្ញុំចាប់ដើមពីការងារ structure អញ្ចឹងការងារ prelim គឺយើងត្រូវការបុគ្គលិកដែរចឹងអត់អញ្ចឹងការងារ structure បន្តមកការងារ finishing work ការងារ MVP ការងារ defect អញ្ចឹងបងឃើញសិតតែត្រូវការបុគ្គលិកអញ្ចឹងកាលណាបងអាចធ្វើ management staff plan តាមរយៈការងារនីមួយៗហើយក៏អាស្រ័យទៅតាមដំណាក់កាលនៃការងារអញ្ចឹងបងនឹងអាចបូកសរុបបានណាថាខែនីមួយៗយើងត្រូវការចំនួនមនុស្សប្រមាណបងឃើញពីខែទី1រហូតដល់ខែទីពីខែទី1រហូតដល់ខែទី3យើងត្រូវការបុគ្គលិកតែ8នាក់ឯងណាបងបូកមកនេះបូកតាមកលឹមមួយទៅខែទី1អានេះមាន8នាក់ខែទី2 8នាក់ខែទី3 8នាក់ប៉ុន្តែចូលដល់ខែទី4បងលេងត្រូវការបុគ្គលិកត្រឹម8នាក់ទៀតហើយមានថាបងត្រូវការបុគ្គលិករហូតដល់12នាក់ហ
ហើយបានជាបងត្រូវការបុគ្គលិករហូតដល់12នាក់ structure 8នាក់ហើយ MVP 4នាក់អញ្ចឹងបងឃើញ8 + 4 វាទៅ12ឃើញកើនអត់ពួកយើងកើនពី8ទៅ12នាក់ដល់ពេលដល់ចូលដល់ខែ5បងឯងឃើញចាប់ផ្ដើមខែ5ឆ្នាំ2024មនុស្សចាប់ផ្ដើមកើនទៀតដែរបងឃើញកើនមិនកើនដោយសារតែយើងមានការងារស្ថាបត្យកម្មផងយើងមានការងារ MVP ផងអញ្ចឹងការងារ structure អត់តាន់ចប់ទៀតអញ្ចឹងបងបូកមើល8 + 4 12 12 + 4 16នាក់បងឃើញអត់អញ្ចឹងហើយអានេះគេហៅថា management staff plan ហើយកាលណាបងដឹងពីចំនួនបុគ្គលិកទៅតាមខែនីមួយៗបងដឹងអំពីរ៉េងប្រាក់ខែរបស់គាត់ limit ប្រមាណយើងអាចកណនាកញ្ចប់ទឹកលុយនៃ management staff fee នេះចូលទៅក្នុងការងារ prelim យើងដោយមានប្រសិទ្ធភាពហើយ understand ពួកយើងកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះអត់មានអីដែលលំបាកទេអញ្ចឹងបន្តមកទៀតទាំងអស់គ្នាអានេះគឺជាតារាងដូចមិញអញ្ចឹងខ្ញុំបានបញ្យល់ហើយណាអញ្ចឹងយើងមានឆ្នាំ2024 2025ហើយខ្ញុំកំណត់ខែ12ឆ្នាំ2025នេះគឺជាដំណាក់កាលដែលយើងត្រូវការបុគ្គលគម្រោងឲ្យម្ចាស់សំណងដែលខ្ញុំប្រើពាក្យថា handover អញ្ចឹងគម្រោងយើងអត់ extend អត់រំកិលរហូតដល់ឆ្នាំ2026មានន័យថាត្រឹមចុងបញ្ចប់នៃឆ្នាំ2025គឺគម្រោងយើងសន្មតថាបញ្ចប់ហើយអូខេបងប្អូនគ្នាការងារ structure មិញខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនហើយណាយើង extend 8ខែរហូតដល់ខែទី8អញ្ចឹងបងប្អូនត្រូវដឹងថាយើងត្រូវការបុគ្គលិកផ្នែកណាខ្លះអញ្ចឹងនៅក្នុង slide presentation ទី4នេះគឺជាការលម្អិតនៃចំនួនបុគ្គលិកដែលយើងត្រូវការដែរអញ្ចឹងបងប្អូនគ្នាបងប្អូនត្រូវចាំថាជាធម្មតានៅក្នុងគម្រោងត្រូវតែមាន project manager អញ្ចឹងខ្ញុំទៅសេ PM នេះមានន័យថាជា project manager អញ្ចឹង project manager ពួកយើងបើយើងនិយាយពី project manager គឺត្រូវការរហូតអញ្ចឹងពេលដែលយើងចាប់ផ្ដើមធ្វើការការងារ structure ក៏ត្រូវការគាត់ដែរបងប្អូនឃើញទេអញ្ចឹងសម្រាប់ project manager សួរថាក្នុងមួយគម្រោងដាក់ម៉ាអ្នក project manager គេដាក់តែម្នាក់ទេតើវិស្វករបានច្រើនអ្នកបងប្អូនត្រូវចាំឡើយហ្នឹងតិចដាក់ project manager 2 3នាក់អត់បានទេអញ្ចឹងបានខ្ញុំដាក់ម្នាក់រហូតអញ្ចឹងទៅមានថាខែទី1គឺយើងត្រូវការ1ខែទី2ក៏ត្រូវការ6អញ្ចឹងអត់ហើយពេលដែលយើងចាប់ការងារ structure សួរថា project manager ដកចេញអត់ទេណាពេលដែលយើងត្រូវធ្វើការងារ finishing work ក៏ត្រូវតែមាន project manager ដែរអញ្ចឹងថា project manager គឺត្រូវការគាត់តាំងពីពេលដែលយើង start គម្រោងណាតាំងពីយើង start គម្រោងរហូតដល់យើងបិទបញ្ចប់គម្រោងហើយខ្ញុំ suppose salary របស់គាត់អានេះគ្រាន់តែជា example ទេណាអញ្ចឹងថ្ងៃក្រោយនៅក្នុងក្រុមហ៊ុនរបស់បងប្អូននៅក្នុងស្ថាប័នរបស់បងប្អូនប្រាក់ខែ rank របស់ project manager ប្រហែលបងប្អូនត្រូវសួរក្រុមហ៊ុនរបស់ខ្លួនឯងអញ្ចឹង rank ខ្ញុំតែថាខ្ញុំដាក់$2,000អញ្ចឹង$2,000បងប្អូនឃើញប្រើប្រាស់លុយ$2,000ចាប់ពីពេលដែលយើង start គម្រោងរហូតដល់បិទបញ្ចប់គម្រោងអានោះ project manager ណាគេទៀតពួកយើងដែលយើងត្រូវការTM ពួកយើង TM ជាពាក្យកាត់របស់ technical manager ណា technical manager ហ្នឹងគឺជាប្រធានផ្នែកបច្ចេកទេសដែលបងប្អូនបានមើលនៅក្នុង project organization chart ថ្ងៃមុនដែលខ្ញុំបានបរៀននៅក្នុង construction management មេរៀននេះខ្ញុំបានគូសយ៉ាក្រាមមួយឲ្យបងប្អូននៅប្រធានផ្នែកស្អីខ្លះអញ្ចឹង TM នេះគឺសំដៅទៅលើ technical manager ដែលភាសាខ្មែរយើងប្រើពាក្យថាជាប្រធានផ្នែកបច្ចេកទេសពួកយើងប្រធានផ្នែកបច្ចេកទេសត្រូវការគាត់រហូតចាប់តាំងពីបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងអញ្ចឹងបាទខ្ញុំដាក់ម្នាក់រហូតបងប្អូនឃើញអត់ប្រាក់ខែប៉ុន្មានពួកយើងប្រាក់ខែ 1.5k ខ្ញុំឧទាហរណ៍ណាអាចច្រើនជាងនឹងអាចតិចជាងនឹងអាស្រ័យទៅតាមគោលការណ៍ទៅតាម policy នៃក្រុមហ៊ុនបងប្អូនណាគេទៀតពួកយើងដែលយើងត្រូវការ CM ពួកយើង CM ណាគេពួកយើង CM មកពីពាក្យពេញថា construction manager អញ្ចឹង construction manager គឺសំដៅទៅលើណាគេ construction manager គឺសំដៅទៅលើប្រធានការដ្ឋានហ្នឹងហើយណាអ្នកដែលទទួលខុសត្រូវទៅលើការសាងសង់ហ្នឹងហើយអាហ្នឹងហើយគឺជា construction manager ពួកយើងប្រធានការដ្ឋានគឺត្រូវការរហូតណាដូចនឹង PM ដូចនឹង TM ដូចអីទាំងអស់អញ្ចឹងបងប្អូនឃើញខ្ញុំដាក់តាំងពីបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងហើយប្រាក់ខែខ្ញុំ support តាម 1.5k បន្តមកទៀតពួកយើងមាន QCM ណា QCM នេះខ្ញុំសំដៅទៅលើប្រធានផ្នែកគ្រប់គ្រងទៅលើគុណភាពណា QAQC ពួកយើងណាហើយខ្ញុំដាក់ M ខាងចុងនេះខ្ញុំសំដៅទៅលើ manager ប្រធានផ្នែកបច្ចេកប្រធានផ្នែកគ្រប់គ្រងទៅលើគុណភាពពួកយើងខ្ញុំសួរបងប្អូនថាតើប្រធានផ្នែកគ្រប់គ្រងគុណភាពត្រូវការគាត់រហូតអត់ត្រូវការគាត់រហូតដូចគ្នាហេតុអីពួកយើងបានត្រូវការគាត់រហូតពួកការងារ structure គាត់ក៏ត្រូវការត្រួតពិនិត្យទៅលើគុណភាពហើយការងារ finishing work ក៏គាត់ត្រូវការត្រួតពិនិត្យគុណភាពអញ្ចឹងបងប្អូនខ្ញុំដាក់រហូតឃើញទេខ្ញុំដាក់មួយរហូតហើយខ្ញុំ support តែប្រាក់ខែគាត់ 1k ចុះណាហើយ QAQC manager ប្រាក់ខែអាចលើស 1k ពួកយើងថ្ងៃក្រោយណាហើយ TM CM អីក៏ប្រាក់ខែអាចច្រើនជាងនឹងដែរថ្ងៃក្រោយបន្តមកទៀតបងប្អូនគ្នាយើងមានជា HSE HSEM HSE បងប្អូនបានធ្លាប់ដឹងហើយខ្ញុំតំណាងឲ្យ manager មានន័យថានេះគឺជាប្រធានផ្នែកគ្រប់គ្រងទៅលើផ្នែកសុវត្ថិភាពយើងសុវត្ថិភាពត្រូវការរហូតចឹងហ៎អត់អាចដកគាត់ចេញបានទេទោះបីជាចប់ការងារ structure ក៏ដោយចូលដល់ការងារ finishing work ក៏ត្រូវការគាត់ដែរអញ្ចឹងបានខ្ញុំដាក់ manager ហ្នឹងគឺចាប់ពីពេលដែលយើងបើកការដ្ឋានដល់បិទបញ្ចប់ការដ្ឋានហើយខ្ញុំ support តា salary របស់គាត់គឺ 1k ហើយតើតើជាមួយនឹង SE ពួកយើង SE មានថាណាគេ SE ជាពាក្យកាត់របស់ site engineer ហើយ site engineer ខ្ញុំដាក់ STR ខាងក្រោមគឺសំដៅទៅលើវិស្វករការដ្ឋានប៉ុន្តែផ្នែក structure
chẳng tỏ cái nhung chỉ tu tư dương Viswaka cả tham lai structure dương thời ca có tập ca như structure thì chẳng bốn mơ schedule bao dương ta structure dương chập đam pina bị chọc pina chẳng dương start vì khai mũi dương bị chọc đo khai bầm bầy chẳng trong một support ta dương thời ca Viswaka sai engineer này structure chùm nút bay nè chẳng bốn này cái nhung đã bấy hỡi chập vì khai bầm buồn tới cứ dương admin tì dương đọ quạt trên bàn chẳng cái admin bay tìไอ้ยมซ้อนอมัดแปะไก่นี่มันจะแปะไก่ก็ต้องมันเนี่ยไอ้นั่นพวกยังแปะไก่ใบเนี่ยบุกสลบโจกันเนี่ยจังยมได้เจียแปะไก่สลบจำนวนใบเนี่ยยมสลบท่าใบเนี่ยนั่นก่อนบานมวยใจแผลเคจะสลบจังมวยใจแผลเคเตยจำนายระยะเป๊ะเป็นใบไข่หนังปนก็ยอดจังสุดท้ายไอ้บรรยายจับไปไข่บุญตัวเวียบแหลงอัดเมียนได้ซะยังจับการยังสลักเชื้อถึงไข่เป็นใบเคยเนี่ยโจดมวยติดจับดามยังอย่างปีวิศวกรการทานได้ไซเอนจิเนียร์ได้ปัจจัยชมดา ROC นี่คือสมดาวเตลเลอร์วิศวกรภายในวิศวกรการทานภายในสถาปัตยกรรมหรือก็การเงียจงประจบจังยังจับดามโจดาการเงียจงประจบยังสตาร์ทเป็นน่ะตามระยะสเกจยูยังจับดามการเงียจงประจบในคายปุ่มมวยจังเมตาวิศวกรภายใน finishing work ยังถือการจับดามจับปีคายปุ่มมวยเมาขยมอุติยาตายังถือการวิศวกรภายใน finishing work จำนวนบุญเนี้ยปนเคยเนี่ยบุญเนี้ยจังแปะคายสรุปแต่บุญเนี้ยยมสนมอตาปีเคจ่อจังยังแต่การโหดปนเคยเนี่ยจังยังแต่การจับปีสตาร์ทการเงินสถาปัตยกรรมหรือก็การเงินจงไปจับรถดับไปจับไอ้บัสเซนยังต้องการอะไรเดี๋ยวยังมีการเงินเชิญนะแปะกระดาษในการเงิน finishing work จังแต่การแทนเหมือนนึกอันนั้นสไลด์ตัวเลือกปนนี้ชมดะเทปัญหาไงก๋วยไปจะยังไอ้แต่การบุกเลิกเชิญเชิงนั้นมีในทางตัวบงมีการเงินติดตู้ยังแต่การบุญเนี้ยปัญหาโนเปได้ยังจับดำบอกการเงี้ยม้ออันนั้นยังแต่กิดมือทายยังแต่การไทยมันนึกประธานติดอดหายเอาไว้เด็กช่วงกระพงใหญ่นั่นคือยังกิดนกนงแพลนยังเหม็นกระพงทัวยังไทยมันนึกให้นักผู้ยังอ่ะคือยังกิดนกนงแพลนกิดนกนงแพลนนั้นไม่ทายยังกิดนกนงแพลนการตกมุนทากูแต่ด่ามันนึกไทยมันนึกอดเป็นได้ยังดอลดำหนักการหนึ่งเจ้าตัวเต๋อโนเปะกระดาษในการเงี้ย finishing work จำนวนมนุษย์จำนวนวิศวกรยังแต่การประทานปัญหาขังเดิมตัวบงไปเจอมาคายปีคายใบคายมุนยังไอด่าวิศวกรภายใน finishing work แต่ตุยบานไหนปีเนี่ยใบเนี่ยไอตัวกับบานได้เวียอาศัยต่อตามตุ่มภูมิการเงี้ยแปะกระดาษยังไทม์จำนวนมนุษย์ที่ผู้ยังมีการเงี้ยชั้นปัญจัดจับการเงี้ย finishing work ยังไอดอกก่อนเจนบานขลาอันนั้นบ่ยังเพื่อต่อตาม actual จะแสดงไงคอยจากนี้ชมก่อนด่าเทไอโปนใบโยนโปนเตโยนแล้วผู้ยังนะจังการเงี้ยสถาปัตยกรรม start เป็นนะยังไปจับเป็นนะยังต่อการด่ามนุษย์ต่อตามต่างใดอันนั้นคือทาง schedule dương hiệp chấm management start plan từ tam schedule bao dương nãy cái tiết bao dương là dương thời cả chẳng hạn nhom đã mấy nhí trong ban vẽ ôn pi viswako này start này finishing work nãy chẳng trong đã biết to thế nè đã biết to trong bốn cưới nhé này càng nghe finishing work dương phải chọc nơi khai phần 4 phần tay chấp bị khai đọc từ lô ra khai đọc phí dương thời cả cài khai lồng o từ lực quân được hiệp chẳng viswako này finishing work dương ở đọ còn tầng ở thì bây giờ dương chọc càng nghe finishing work càng nghe finishing workยังจับkhai buồnยังปนกันแต่ทางจับkhai buồnแต่ดอกวิศวกร finishing work ต่างอ๋อให้จังหวัดเป็นยังดอกต่างอ๋อให้ยังตุกคลาจังเตอร์ยังสนามตายังกัดปะทอยปีเนี่ยใช้ยังตุกแต่ปีเนี่ยตีนั่นยังตุกแต่ปีเนี้ยดำไปเอากอดมือเข้าเตอร์แต่เลือกการเกยการเกยไก่หลงอ๋อด้วยปนแต่การไก่กระโดปนแต่การไก่ทวีไก่ปะอุ้ยไก่ทนำไก่ปีด้านยังบาดจำตุกโลดแต่ดอกวิศวกรเฉยเนี่ยไปเตะเติมแต่มันเนี่ยปีเนี่ยก็กอดมือการเข้าเตอร์บานใดลูตราใต้กลุ่มโรงยังทุ่มว่าเส้นจากกลุ่มโรงยังทุ่มเป็นการเงินชั้นยังต่อเชื่อบัตรบานตามนั้นก็โอนนะจังไงกุ้ยอันนี้ก่อนในเชียร์ตีหอที่มันเหมือนเชียร์รูปปุ่มบนท่าเติร์ตะดะบุญเนี่ยเติร์ตะดะปีเนี่ยเติร์ตะดะแผมเนี่ยออดได้นะก่อนในเชียร์คอนเซปต์ไอโฟนจูหลังปีรีบกาหรือยังเติร์การีบจอมจังแต่ต้นจะมวยนั่งFMนะพวกยัง FM หนาเกี่ยวกับยัง FM มันอยู่แล้วโอนจูนะวิศวกรการทำในสถาปัตยกรรมหรือก็วิศวกรการทำใน finishing work นั่งแกวิศวกรในดิโก้พวกยังFM เมนตาคือ foreman มิ่งหนาเกี่ยวกับยังคือเมกาจังแต่ต้นจะมวยนั่งกลุ่มโรงทุ่มยังเติมเป็นเมกาดับเบิลชู support ไอเมกาจะตู้เตอร์คือยังเติมการกอดละโหดนะจับปีเป้แต่ยังจับดำการเงียบาการฐานผู้เป้แต่ยังเพื่อการเงีย structure ก็ยังเติมการเมกาได้ยังจับดำเพื่อการเงียคุมปอลบองการฐานก็ยังเติมการเมกาได้จังโจดการเงียสถาปัตยกรรมหรือก็การเงีย finishing work ก็ยังเติมการformat เราได้ปัจจัยนอกไปได้ดำหนักการในการไกด์เนี่ยใบไข่จงก๋วยนึกยังไอดอกเมกาเนี่ยจอบานในจงตั้งอันนั้นสไลด์แต่ละตุ่มพุ่มการเงี้ยเบอร์เซนจะการเงี้ยกลุ่มโลยังทบยังบัดดอกก็บ้านได้นะอันนั้นปนเตยเชศึกษาไปเพียบานฉบับไงก๋วย
ហើយបន្តមកទៀតយើងទៅមាន QS ណាបងប្អូនឃើញ QS នេះគឺជា QS ហើយ QS គឺត្រូវការរហូតពួកយើងចាប់តាំងពីបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងអញ្ចឹង QS នៅក្នុងការដ្ឋានគឺត្រូវមានអាចម្នាក់អាច2នាក់អាច3នាក់បើគម្រោងកាន់តែធំ QS ក៏ត្រូវការកាន់តែច្រើនដែរនៅក្នុងការដ្ឋានប៉ុន្តែនៅក្នុង example នេះគឺខ្ញុំដាក់តែម្នាក់ទេអញ្ចឹងម្នាក់ចាប់ពីបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងគឺត្រូវការគាត់ load ហើយខ្ញុំសន្មតប្រាក់ខែគាត់$650ហើយយើងត្រូវការ survey ពួកយើងស្គាល់ survey ចឹងអត់ពួកយើង survey ដំបូងយើងធ្វើការងារ structure យើងអាចដាក់ទាំង2នាក់ណាបងប្អូនឃើញខ្ញុំដាក់ទាំង2នាក់ប៉ុន្តែដល់ពេលចូលដល់ការងារ finishing work យើងអាចបន្ថែម survey ព្រោះដោយសារ survey ពេលដែលចូលដល់ការងារ finishing work យើងត្រូវការមនុស្សច្រើនណាស់អញ្ចឹងបងប្អូនឃើញខ្ញុំដាក់មួយអ្នកពួកយើងគឺខ្ញុំដាក់4នាក់រហូតដល់បញ្ចប់ការងារ finishing work អញ្ចឹងការងារកែពួកយើងការងារកែឈប់ត្រូវការ survey ហើយណាលេងមានត្រូវការវៃខ្សែបន្ទាត់ដាក់ niveau ទៀតហើយបើសិនជាត្រូវការនឹងចាប់ដាក់ម្នាក់ចោលលេងអញ្ចឹងទៅតែបើសិនជាទូទៅ defect work យើងអត់ត្រូវការ survey ទៀតទេយើងត្រូវការគាត់តែពេលការងារ structure និងការងារ start បរិយាកម្មឬក៏ការងារ finishing work តែប៉ុណ្ណឹងបងប្អូនឃើញអត់អាហ្នឹងគេថាការរៀបចំបុគ្គលិកថ្នាក់គ្រប់គ្រងអញ្ចឹងទាំងប្រមាណ position ដែលខ្ញុំនិយាយហ្នឹងគឺសិតតែបុគ្គលិកថ្នាក់គ្រប់គ្រងទាំងអស់អញ្ចឹងបន្ទាប់ពីបងប្អូន arrangement អញ្ចឹងហើយខ្ញុំគិតថាវាងាយស្រួលក្នុងការដែលបងប្អូនកណនាចំនួនបុគ្គលិកប្រចាំខែអញ្ចឹងបងប្អូនចង់ដឹងថាខែទី1យើងប្រើបុគ្គលិកសរុបប៉ុន្មានបងប្អូនបូកសរុបតាមកលឹមមួយមកហើយបងប្អូនចង់ដឹងថាខែនីមួយៗយើងប្រើប្រាក់ខែអស់ប៉ុន្មានបងប្អូនត្រូវបូកសរុបប្រាក់ខែតាមកលឹមមួយមកហ្នឹងមកបងប្អូនដឹងហើយឃើញកញ្ចប់ទឹកលុយរបស់យើងហើយរយៈពេលសរុបនៃគម្រោងរបស់យើងប៉ុន្មានយើងបូកសរុបតាមខែមួយយើងនឹងដឹងពីកញ្ចប់ទឹកលុយ total ថាក្នុងមួយគម្រោងហ្នឹងយើងត្រូវការប្រើប្រាស់បុគ្គលិកអស់ប្រាក់ខែប៉ុន្មានហើយចំនួនប៉ុន្មានទៀតបងប្អូនយកកន្សប់កន្លែងហ្នឹងអត់មីហ្នឹងគឺសំខាន់មែនតើណាពួកយើងអត់លេងបានទេហើយយើងមានអីទៀតពួកយើងមានតាំងពី MEP manager ពួកយើងត្រូវការធ្វើការងារ MEP ហើយអត់តែពាក្យ manager ហ្នឹងយើងត្រូវការតែម្នាក់ឯងពួកយើងណាត្រូវចាំថាអត់តែ manager អត់តែមានពាក្យ manager នៅខាងក្រោយគឺយើងត្រូវការតែម្នាក់ទេអត់មាន manager ណា2 3នាក់ទេណាមានថា manager កាន់ផ្នែកមួយគឺមានតែម្នាក់ទៅបានហើយមិនបាច់ដាក់2 3នាក់ទេអញ្ចឹងបងប្អូនឃើញ MEP manager ខ្ញុំដាក់គាត់ពេលណាពួកយើងពេលដែលយើងចាប់ផ្ដើមធ្វើការងារ MEP យើងចាប់ផ្ដើមត្រូវការ MEP manager ចឹងអត់នេះបងប្អូនឃើញយើង start ការងារ MEP នៅខែ4អញ្ចឹងថាយើងត្រូវការ MEP manager ហើយពេលដែលយើងធ្វើការងារ structure យើងត្រូវការ MEP manager មិនបាច់ឲ្យគាត់មកហើយមិនបាច់ដាក់មនុស្សនាំអស់លុយទេណាអញ្ចឹងចាប់ពីពេលការងារ MEP ចាប់ផ្ដើមរហូតទៅដល់ការងារ MEP ចប់យើងត្រូវការ MEP manager ជាមួយប្រាក់ខែគាត់ខ្ញុំសន្មតប៉ុណ្ណឹងហើយគេត្រូវមាន MEP site engineer ពួកយើងព្រោះធម្មតាផ្នែក MEP គេក៏ត្រូវមានវិស្វករផ្នែក MEP របស់គេដែរហើយខ្ញុំសន្មតថាគេត្រូវការ4នាក់អញ្ចឹងទៅចាប់ពីពេលដែលគេចាប់ផ្ដើមធ្វើការងារ MEP រហូតដល់បញ្ចប់ការងារ MEP ណាយើងមាន stock ពួកយើងស្គាល់ stock ហ្នឹងចឹងហ៎ stock គឺសំដៅទៅលើអ្នកកាន់ឃ្លាំងណាអ្នកកាន់ឃ្លាំងនៅក្នុងការដ្ឋានអញ្ចឹងពួកយើងអ្នកកាន់ឃ្លាំងគឺចាំបាច់ចាប់ពីពេលដែលយើងបើកការដ្ឋានរហូតដល់បិទបញ្ចប់គម្រោងគឺត្រូវការគាត់រហូតប្រាក់ខែគាត់ខ្ញុំឧទាហរណ៍ថា$300ខ្ញុំដាក់ 0.3k ហើយបន្តមកទៀតយើងមានជា security វាយើងស្គាល់ security ណាសន្តិសុខក្នុងការដ្ឋានហ្នឹងអញ្ចឹងសន្តិសុខក្នុងការដ្ឋានក៏យើងគិតបញ្ចូលដែរណាពួកយើងណាអញ្ចឹងបងក៏ត្រូវគិតបញ្ចូលមកតែយើងត្រូវការ2នាក់ណាឬក៏3នាក់ឬក៏4នាក់ថ្ងៃក្រោយគម្រោងបងធំជួនកាលអាចត្រូវការ3 4នាក់មានវេនយប់វេនថ្ងៃអញ្ចឹងទៅអញ្ចឹងបងឃើញយើងត្រូវការរហូតសម្រាប់ security ហើយប្រាក់ខែគាត់សរុបប្រហែលអ្នកហ្នឹងខ្ញុំសន្មតថាប៉ុណ្្នឹងចោះឃើញទេអាហ្នឹងគេហៅថាការរៀបចំទៅលើ management staff plan understand ពួកយើងកន្លែងហ្នឹងអូខេស្ទើរទៅមួយ staff salary ពួកយើងពេលដែលបងអូនគិតអំពីប្រាក់ខែបុគ្គលិកព្រោះមិញយើងចង់កណនាកញ្ចប់ទឹកលុយនៃបុគ្គលិកថ្នាក់គ្រប់គ្រងរបស់យើងថាទៅអស់ប្រមាណអញ្ចឹងវាអាស្រ័យទៅលើអីគឺយើងគឺវាអាស្រ័យទៅលើ staff salary អញ្ចឹង staff salary គឺតាក់ទងមួយនឹងប្រាក់ខែបុគ្គលិកហើយអាហ្នឹងយើងមិនអាចនិយាយបានទេព្រោះដោយសារក្រុមហ៊ុនមួយគេមានគោលការណ៍គេមានប្រាក់ខែរបស់គេអញ្ចឹង staff salary ពួកយើងបងត្រូវដឹងអំពីប្រភេទនៃប្រាក់ខែបុគ្គលិកយើងមាន gross salary ពួកយើង gross salary ហ្នឹងគឺជាប្រាក់ខែបុគ្គលិកដែលអត់តាន់បានកាត់ពន្ធទេមានន័យថាទាំងពន្ធទាំង salary របស់យើង net នៅក្នុងហ្នឹងណាអញ្ចឹងពេលដែលបងទៅសម្ភាសការងារគេចាប់ផ្ដើមសួរបងថាបងចង់បាន gross salary ប្រហែលអញ្ចឹង gross salary គឺអត់តាន់បានដកពន្ធចេញទេដល់ថាប្រាក់ខែបងឯង gross salary 500មានន័យថាម៉េចសម្រាប់បើកប្រាក់ខែបងអត់បាន500ទេគេដកពន្ធចេញហើយគេកាត់ពន្ធប្រហែលអញ្ចឹងទៅអានេះគេហៅ gross salary អញ្ចឹងថ្ងៃក្រោយបងឯងអាចនិយាយមួយគេជា gross salary ឬក៏បងអាចនិយាយទៅគេជាប្រភេទ net salary បើ net salary ហ្មងគឺជាប្រាក់ខែដែលបងឯងទទួលបានពេញហ្មងឥឡូវគេថាបងទៀមទាពីគេ net salary ហ្មងពួកយើង net salary គេថាបងទៀមទាពីគេ$1000អញ្ចឹងមានថា
dương ban một con đô la năng ngày cái hướng quân hướng ấy cái nẹt bong luôn kỳ trong môn cái nẹt bong chẳng ôn về đẹp ôn tia bẻ cái phần mán tới bị chạy chậm ba thà năng gross salary được coi chuyện net salary hay như ba bị chạy bị phiền bọc này ấy hay trong môn class cái mình allowance chẳng về đẹp ôn cái đồng pi bẻ cái bốc lực thời cái pi cái ta tập on năng ta gross salary phần mán net salary bây giờ về class cái đo chỉ cái allowance cứ chỉ cái đo bạ bản thèm allowance ai chỉ thay bài thay ai chỉ anh biết chắc thay bài đừng mong bây giờ nó thay sang chẳng tới cái allowance ấy nè nó muốn nó gọi chỉ cắtตัวซับไอ้chẳng tới mà khai gọi bên ấy thì am hiểu và thêm nó còn đọc hiểu và thêm chẳng tới nó cái ta allowance ấy cái tiết bây giờ ta tôn chủ mùi nâng allowance ấy chúng ta đôi chỉ ha nè cái oi thay bàiตัวซับไอ้chẳng tới cái allowance ấy hay mission allowance cứ xây tiết mission allowance nó bờ sân chỉ nó cả đấy bên ấy cái món nó còn phía chán còn oi bộc lực tranh tới tam head rồi có tụi mơ cùng rong nơi cái lại nạp xây tiết trăm chẳng tới này chẳng anh ấy cái miền chỉ mission allowance nói bốn tiết,แต่บางสิ่งbốn thôi ca nó ta mà cái lại như nó còn miền mission allowance này, ngày cuối nó bốn mình sơ chỉ chụp cái món đẹp đó là allowance này, bốn này phải thêm chỗ này, cứ bốn si ta phải cái sao tê, nèแต่บางสิ่งchỉ bốn pack cái món lỏ, cái miền chỉ allowance nói bốn đôi chỉ thay bàiไอ้ client จังเตอร์thayตัวซับไอ้ client จังเตอร์ดูก็ไปคลาสthay sangไอ้ client จังเตอร์อันนั้นallowance này, hay mission allowance นั่นคือสำหรับแต่เนี่ยได้กี่เจนตามแคทก็ต้องมาใครกี่ตัวเจนมาดองอันนั้นก็ต้องกี่กู้เอาจังเตอร์นะchẳng là mission allowance nắng cái thợ bay chạy tiền nè chẳng bà sân chỉ tranh cao cống ở nó không cống ba hiện tích chẳng từ hay bà ta tranh cao cống anh ba hiện tròn chẳng từ anh cao tá mission allowance ok anh ngay cao ta chia bẻ khai nè chẳng bây giờ những cái staff salary những từ cái pi rang bẻ khai đấy hay ai su nhiều bán lúc ta lúc cũ bẻ khai su aiประมาณmiền bẻ khai trong hôn na tu này tin na đại việt nơi stable này ở đôi khi này chẳng năng biệt sai là tam phải trong hôn nè ok bây giờ staff salary về để ôn kết chẳng theo ta ôn cho kết bẻ khai bốc lực visa co mà nè chẳng bộ này từ kết ta trong hôn kia bắt đầu lại oi cả chẳng staff bây giờ theo ta dương miền staff mùi staff pi staff bay chẳng tới mấy ôn cưới dương miền bốc lựcច្រើនchẳng dương thua tàng mùi tới đạt độ salary allowance mission hay dương đạt total lúc cho mà theo ta staff team mùi cứ quát miền độ salary $5 hay trong hôn còn oi allowance $10 và thêm tiền chẳng tỏ cái này nó cứ total $5 anh ấy chia total salary bỏ qua để dương vô tới đã nó không tảng này mà đây chỉ mình start plan mình đã bây giờ tụi ban nó tự lui bị cho cả cái bộc lực đã cho tụi không ca sắc xa đầm lại cùng đâu bao giờ chẳng như thử thua tam nó có bao giờ á chẳng start class còn miền chia allowance nè pe class tiết còn miền chỉ mission chẳng bốn cơ như này đôi anh ấy còn miền mission mà rồi tiết chẳng tới bộc lực class còn miền chẳng tới anh ấy dương thực kết tam lên đó nè ai tẹt tôi mới tạ bây giờ anh tạ nên nhung còn là bẹp chạ tịt oi ôn thế bùa tẹt tôi mới tạ nó cứ dương đọ trên pi cái đầu salary dương đọ trên pi bạc hạt đô bây giờ anh ấy kêu ta bạc hạt đô anh ấy cứ bạc hạt bao dương kêu ta bạc hạt để vi miệt đô thế nó bạc hạt để kêu take home salary take home salary nó người ta dương ban một quán cứ dương vô một quán như ngày admin tự đọ pun đọ ATT nó kêu net salary chẳng anh ấy còn là nhôm bị chạy pi pun đại cái đọ pi bẻ khai bao dương bù cá đọ cắt pun cứ việc sai từ tam bẻ khai bao dươngประมาณchẳng tới nhưng có đăng tha pun đa lối kia update rang mấy nhưng mà đăng á anh ấy pun tự chạy mưa ngày cồi bẻ khai bờ sân chỉ smart cứ có tôi chiên mà liền phí cứ dương ọt cắt pun thế pun cứ như thế tụm bay rồi vậy nó cho cắt pun thế hay chắp bị bay rồi tới pun cứ nhé bẻ khai pi liên người ta bẻ hỏi nè pi anh ấy bẻ mỗi maximum bẻ mỗi cái cắt pram bẻ rồi hay bờ sân chỉ bẻ khai pun can tới chán pun cứ đọc bẻ rồi trong bờ sân chỉ pun thua pi âm ban bẻ khai pi pón bây giờ pi pón bây giờ cùng bảy liên chiên ấy trong bữa này tới cắt màn tới cắt bảy liên chiên tới cắt đọc bẻ rồi ấy hay bán bay pon này tiết ở năng can tới thôn này trong bẻ khai cái cắt tam rèn chẳng từ nè ok ngọc này trong sập đạp ngày ní nhung miền bờ năng sập pon ponไอ้สังคมทางเมดินแต่ตรงจุดมวยนึงเมดินที่ผมเปิดเยอะมันในจุดมันสตาฟฟี่นี่คือวิปดอคนไปจ่อยไอโฟนขนมการไอโฟนมีคอนเซ็ปต์ขนมการดิบจอมแต่เลอไปจับตึกลุยปลักแทบบกเลิก